ខ្លាញ់គោយើងទទួលបានបទពិសោធន៍ថ្មីស្រឡាងតែកុំចង់បានបទពិសោធន៍ដែលខុសខាតបាទខុសខាតណាបងប្អូនបាទខុសខាតបើសិនជាបងប្អូនទទួលបានបទពិសោធន៍ខុសហើយនឹងខាតគឺបងប្អូនវើយបាទបងប្អូនវើយអូខេសួស្តីបងប្អូនអរគ្នាបាទបងប្អូនមានអតិថិជនខ្ញុំម្នាក់គាត់សួរនាំខ្ញុំថាបងខ្ញុំចង់ប្រើឡានខ្លាញ់គោបាទខ្ញុំថាឡាប្រើឡានខ្លាញ់គោគឺល្អតាបងបាទឡានមួយណាបងចង់ប្រើគាត់ថាអត់ដឹងទេអញ្ចឹងគាត់សួរនាំខ្ញុំថាគួរប្រើមួយណាហើយខ្ញុំថាខ្ញុំអត់ដឹងទេបើបទពិសោធន៍លក់ខ្ញុំមានហើយបទពិសោធន៍មួយឡានចជុះគឺខ្ញុំមានដែរតែបទពិសោធន៍មួយការប្រើប្រាស់គឺខ្ញុំអត់ដឹងទេបងប្អូនត្រឡប់មកវិញថាសំណួរសូតាតើគួររើស brand មួយណាដែលជាជំរើសរបស់បងប្អូនបាទខ្ញុំគិតថាបើសិនជាបងប្អូនប្រើឡានខ្លាញ់គោគេហៅថាឡានថ្មីនោះហាក់បីដូចជាយើងទទួលបានអារម្មណ៍ប្លែកមួយបាទអារម្មណ៍ដែលយើងប្រើប្រាស់កំពុងតែប្រើទទួលបានផាសុកភាពទាំងខាងក្នុងខាងក្រៅប្លុកម៉ាស៊ីនជើងក្រោមអីចឹងទៅនៅពេលដែលបងប្អូនប្រើមួយឆ្នាំទៅមួយឆ្នាំហាក់បីដូចជាទទួលបានបទពិសោធន៍ថ្មីស្រឡាងណាបងប្អូនមែនទេបងប្អូនបាទអញ្ចឹងត្រឡប់សំណួរមកវិញថាតើគួរតើរើស brand ឬក៏ផ្លាកយីហោមួយណាដែលជាតម្រូវការសមស្របរបស់គាត់មែនទេបងប្អូនឬក៏ហៅថាបច្ចុប្បន្នមែនទេបើសិនជាការជ្រើសរើសរបស់បងប្អូនខុសគឺវាអាចនឹងខាតលុយអញ្ចឹងបងប្អូនត្រូវដឹងស្នូលគំនិតរបស់ខ្លួនឯងតើតម្រូវការយើងជាអ្វីណាបងប្អូនដោយសារតែឡានប្រភពពីมันនាំចូលមកច្រើនបាទនាំចូលតាំងពីជប៉ុននាំចូលតាំងពីបាទពីអីគេបងប្អូនតាំងពីតម្លើងថ្មីពីស្រុកគេមកតម្លើងនៅស្រុកយើងបាទពីជប៉ុនពីកូរ៉េពីអាមេរិកបាទអញ្ចឹងវាឡានវានាំចូលមកច្រើនណាបងប្អូនហើយប្រភេទក្នុង brand មួយនោះបាទក្នុង brand មួយនោះគឺនាំប្រភេទច្រើនមកទៀតមានទាំង hybrid មានទាំងសាំងសុតមានទាំងអគ្គិសនីអញ្ចឹងបងប្អូនត្រូវដឹងពីស្នូលគំនិតខ្លួនឯងវិញតើស្នូលគំនិតនិងអ្វីដែលយើងចង់បាននោះគឺជាអ្វីបាទបងប្អូនចង់បានជាភាពទំនើបកម្មរបស់វាបាទបងប្អូនចង់បានឆ្នាំខ្ពស់របស់វាបងប្អូនចង់បានការសន្សំសំចៃពីការប្រើប្រាស់របស់វាអញ្ចឹងអ្វីដែលបងប្អូនចង់បាននោះបងប្អូនត្រូវដឹងថាជាអ្វីក្នុងស្នូលគំនិតរបស់យើងតែបើសិនយើងប្រើខុសគោលដៅវាអាចនឹងខាត់បងវិញឧទាហរណ៍ថាបងប្អូនចង់សន្សំសំចៃតែបងប្អូនប្រើបែរជាទិញឡានសាំងសុតហើយម៉ាស៊ីនធំទៅទៀតអាហ្នឹងវាខុសគោលដៅអញ្ចឹងបងប្អូនអាចវិលទៅរកទិញអគ្គិសនីឬក៏អីគេ hybrid អានេះហើយគឺជាតម្រូវការត្រូវចិត្តរបស់យើងហើយយើងប្រើទៅត្រឹមត្រូវឧទាហរណ៍ថាបងប្អូនចង់ប្រើឡានប្រភេទដឹកស្រាប់តែបងប្អូនទៅទិញឡានទេសចរជិះវិញអញ្ចឹងវាអាចខុសគោលដៅណាបងប្អូនអូខេអញ្ចឹងយើងអាចទទួលបានបទពិសោធន៍ទាំងនេះបន្ទាប់ពីការប្រើប្រាស់បងប្អូនអញ្ចឹងយើងត្រូវដឹង3ចំណុចបន្ទាប់បាទ3ចំណុចបន្ទាប់បើសិនជាយើងដឹងស្នូលគំនិតរបស់យើងហើយយើងចេញទៅទិញឡានខ្លាញ់គោយើងត្រូវដឹង3ចំណុចនេះសិនឬក៏បងប្អូនមានចំណុចច្រើនជាងនេះបងប្អូនបន្ថែមណាបងប្អូនអញ្ចឹងបងប្អូនតែដឹង3ចំណុចនេះសិនទៅទី1មានអីគេបងប្អូនទៅទិញឡានដែលមានផ្លាកយីហោល្បីស្រាប់បាទពាក្យថាកន្លែងនេះផ្លាកយីហោល្បីស្រាប់វាខុសពីយើងធ្វើឲ្យគេល្បីបងប្អូនបាទផ្លាកយីហោដែលគេល្បីស្រាប់វាខុសពីផ្លាកយីហោដែលយើងធ្វើឲ្យគេល្បីបានន័យថាកន្លែងនេះគឺសំខាន់មែនទែនបើសិនជាផ្លាកយីហោល្បីស្រាប់យើងទទួលស្គាល់ពីសមិទ្ធផលពីគុណភាពពីការប្រើប្រាស់សមិទ្ធផលរបស់គេហ្នឹងបាទលទ្ធផលឬគុណភាពរបស់គេហ្នឹងគឺដឹងគ្រប់យ៉ាងហើយតែអ្វីណាស់ដែលយើងចង់ឲ្យគេល្បីគឺឬក៏យើងធ្វើឲ្យគេល្បីហ្នឹងគឺយើងទៅទិញរបស់ដែលមិនដឹងបាទមិនទាន់ដឹងថាគុណភាពយ៉ាងម៉េចមិនដឹងថាការខូចទៅវាយ៉ាងម៉េចឬក៏អញ្ចេះទៅចុះបាទឬក៏គ្រប់យ៉ាងដែលយើងទទួលបានបទពិសោធន៍គឺថ្មីស្រឡាងហើយជួសជុលអីនឹងនៅណាអីនៅណីបាទអញ្ចឹងទេវាហាក់បីដូចជាយើងយកទិញរបស់ហ្នឹងយកមកប្រើហើយធ្វើឲ្យគេល្បីអញ្ចឹងអាហ្នឹងវាខុសគ្នាណាបងប្អូនបាទក្រុមហ៊ុនដែលល្បីស្រាប់វាខុសពីក្រុមហ៊ុនដែលយើងធ្វើឲ្យគេល្បីបាទយើងប្រើប្រាស់ឲ្យគុណភាពទទួលបានល្អចេះហើយយើង recommend ល្អទៅឲ្យគេហ្នឹងអាហ្នឹងយើងធ្វើឲ្យគេល្បីហើយបាទវាខុសពីគុណភាពដែលយើងទទួលស្គាល់ស្រាប់ដែលគេល្បីស្រាប់ណាបងប្អូនបាទចំណុចទី1គឺទិញក្រុមហ៊ុនដែលល្បីស្រាប់ចំណុចទី2អីគេបងប្អូនគឺទំនួលខុសត្រូវខ្ពស់បាទក្រុមហ៊ុនដែលមានទំនួលខុសត្រូវខ្ពស់គឺជាក្រុមហ៊ុនដែលគេមានឈ្មោះកិត្តិនាមល្បីសុសសាយដែលធ្វើឲ្យយើងដឹងរួចជាស្រេចនៅក្នុងចិត្តយើងបាទតាំងពីគុណភាពបាទតាំងពីគុណភាពតាំងពីការប្រើប្រាស់គឺទទួលស្គាល់គឺទំនួលខុសត្រូវខ្ពស់គឺគេអាចនឹងខុសបច្ចេកទេសនៃការដំឡើងគេអាចនឹងទិញយកចូលវិញខុសបច្ចេកទេសឬក៏ការខូចខាតឡើយណាគេ
គេអាចនឹងសងគេអាចនឹងជួសជុលគេអាចនឹងបន្ថែមបន្ថយកន្លែងនេះកន្លែងនោះបាទហើយហៅថាកន្លែងនេះហៅថាទំនួលខុសត្រូវខ្ពស់តាំងពីសេវាកម្មទទួលតាំងពីការទិញដូររួចតាំងពីទទួលរបៀបយើងបាទជួសជុលគ្រប់យ៉ាងគេហៅថាទំនួលខុសត្រូវខ្ពស់បាទទំនួលខុសត្រូវខ្ពស់ជាមួយនឹងការទទួលខុសត្រូវជាមួយនឹងការទិញដូរពីក្រុមហ៊ុនហ្នឹងបងប្អូនណាបាទចំណុចទី3បងប្អូនចំណុចទី3អីគេបងប្អូនគឺតម្លៃគុណភាពនិងទីផ្សារលក់ចេញវិញបាទបងប្អូន3ចំណុចខាងលើនេះគឺសំខាន់មែនទែនហើយអាចុងក្រោយនេះគឺជាតិតែម្ដងបាទគឺអីគេបងប្អូនគឺតម្លៃគុណភាពនិងទីផ្សារលក់ចេញវិញបងប្អូនឡានណាដែលអត់មានតម្លៃមួយដែលកំណត់តែតម្លៃនោះគឺយើងទាមទារឲ្យតម្លៃធូរទទួលយកបានខុសបាទខុសពីគោលការណ៍ដែលយើងចង់បានគុណភាពហើយតម្លៃថ្លៃតែយើងចង់បានគុណភាពហើយតម្លៃធូរមែនទេបងប្អូនគុណភាពល្អគុណភាពឥតខ្ចោះតម្លៃធូរមែនទេបងប្អូនហើយងាយរកទីផ្សារលក់វិញចុះបងប្អូនបានតម្លៃធូរហើយមានគុណភាពហើយរកទីផ្សារលក់វិញនៅពេលដែលបងប្អូនចង់លក់ពិបាកលក់បងប្អូនយកមកយកអត់បានទេបាទយើងត្រូវតែរកទីផ្សារលក់វិញស្រួលអញ្ចឹង brand ក៏វាសំខាន់ដែលយើងធ្វើឲ្យអ្នកទាំងអស់គ្នាដែលយើងអ្នកប្រើហ្នឹងគឺយើងស្គាល់ brand ច្បាស់គុណភាពច្បាស់នៅពេលដែលយើងលក់វិញបាទយើងលក់វិញគឺស្រួលលក់អញ្ចឹងបងប្អូន3ចំណុចនេះបើសិនជាបងប្អូនចេញទៅទិញឡានខ្លាញ់គោបងប្អូនគួរតែអង្កេត3ចំណុចហ្នឹងហើយមានចំណុចបន្ថែមទៀតបងប្អូនបន្ថែមណាចំណុច3នេះគឺចំណុចសំខាន់ដែលយើងជួបដែលយើងត្រូវការចាំបាច់អញ្ចឹង3ចំណុចនេះខ្ញុំនឹងបញ្ជាក់ឡើងវិញថាមានអីគេគឺក្រុមហ៊ុននោះមានយីហោល្បីស្រាប់បាទក្រុមហ៊ុននោះមានទំនួលខុសត្រូវខ្ពស់ក្រុមហ៊ុននោះគឺលក់នឹងតម្លៃធូរតម្លៃសមរម្យគុណភាពល្អនិងរកទីផ្សារលក់វិញនៅពេលដែលយើងចង់លក់មែនទេបងប្អូនអញ្ចឹងបងប្អូនឡានខ្លាញ់គោគឺមិនពិបាកទេគឺមានស្នូលគំនិតមួយដែលជាតម្រូវការរបស់យើងមានស្នូលគំនិតនឹងត្រូវហើយយើងមាន3ចំណុចនឹងទៀតគឺអែមមែនតើបងប្អូនគឺអែមមែនទេបងប្អូនបើសិនជាយើងទិញឡានខ្លាញ់គោយើងទទួលបានបទពិសោធន៍ថ្មីស្រឡាងតែកុំចង់បានបទពិសោធន៍ដែលខុសខាតបាទខុសខាតណាបងប្អូនបាទខុសខាតបើសិនជាបងប្អូនទទួលបានបទពិសោធន៍ខុសហើយនឹងខាតគឺបងប្អូនវើយបាទបងប្អូនវើយអ្វីដែលខ្ញុំចង់និយាយថាបងប្អូនទិញបទពិសោធន៍ខុសហើយខាតឡើងហ្នឹងបើសិនជាបងប្អូនទិញឡានខ្លាញ់គោថ្មីដែរហើយมันមាន operation របស់វាបាទឧទាហរណ៍ថាយើងផ្លាកយីហោថ្មីណាមួយស្រឡាងដែលគេមានបទពិសោធន៍ជាមួយនឹងច្បាប់ត្រឹមត្រូវឬក៏គេធ្វើលក្ខណៈ operation របស់គេទាំងដល់មកបើសិនជាការជួសជុលរបស់គេក៏អត់មានគ្រឿងក៏អត់មានបាទទំនួលខុសត្រូវគឺអត់មានក៏គេធ្វើលក្ខណៈ operation របស់គេទាំងដល់មកបើសិនជាការជួសជុលរបស់គេក៏អត់មានគ្រឿងក៏អត់មានបាទទំនួលខុសត្រូវគឺអត់មានហើយបងប្អូនអញ្ចឹងបងប្អូនប្រយ័ត្នតិចបងប្អូនជាមួយនឹងឡានខ្លាញ់គោដែរឡានខ្លាញ់គោដែលអត់មាន brand name ត្រឹមត្រូវណាបងប្អូនអូខេអរគុណច្រើនជាមួយបងប្អូនដែលអ្នកប្រើឡានអ្នកចូលចិត្តប្រើឡានទាំងតជុះទាំងថ្មីទិញមួយណាក៏ល្អដែរបងប្អូនណាទិញមួយណាក៏ល្អដែរឲ្យតែយើងស្គាល់ចិត្តយើងខ្លួនឯងកាលណាយើងស្គាល់ចិត្តខ្លួនឯងយើងស្គាល់ពីតម្រូវចិត្តខ្លួនឯងយើងទិញមកត្រូវហើយបងប្អូនណាខ្លាចតែបងប្អូនទិញខុសចិត្តកាលណាទិញខុសចិត្តគឺខុសខឹងខាតលុយណាបងប្អូនអូខេអរគុណច្រើនគម្រាមបងប្អូន